นี่เลิงปูน้ำสวายก่อนนี่เราจะนอดล้างนี่เธอกำทีเลงหลดหมักหมวยเลิงปูน้ำនៅក្នុងព្រៃលើកំពូភ្នំស្វាយនេះសងតែមុខតិចខែនេះលាក់ភ្លៀងសួស្តីបងប្អូននេះគឺជាព្រំបតុលឥឡូវភ្នំស្វាយនេះបានចាត់ទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយតាមអនុក្រឹត្យបាទចុះថ្ងៃ25/5/2020ហើយនោះគឺជាលេខកូណេណាបាទ XY នេះអញ្ចឹងតាមព្រំបតុលភ្នំនេះមានព្រំបតុលភ្នំបាទលោកខាងនោះក៏មានដែរព្រំបតុលភ្នំស្វាយអញ្ចឹងគេបានចែកតំបន់ចាត់ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយហើយនៅភ្នំស្វាយនេះក៏មានវត្តបាទនៅលើភ្នំនេះដាក់ថាវត្តបរមសាលព្រឹកបាទហៅថាវត្តភ្នំស្វាយអញ្ចឹងទីតាំងនេះទីតាំងឡើងទៅលើកំពូលភ្នំស្វាយហើយនៅក្បែរជើងភ្នំស្វាយនេះក៏មានកន្លែងក្លឹបសម្រាប់ហាត់ប្រាណទៅបងប្អូនយើងមួយចំនួនគាត់មកចតឡានចតម៉ូតូនៅទីកន្លែងនេះហើយគាត់ចាប់ផ្ដើមឡើងលើភ្នំហាត់ប្រាណឬគាត់អាចហាត់ជីមតែម្ដងណាអូខេហើយបងប្អូន